ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការទិញ comment Facebook សម្រាប់បងប្អូនដែលផុសឬក៏ផុសវីដេអូឲ្យបងប្អូនចង់ឲ្យផុសរបស់បងប្អូនមាន comment ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការដាក់ comment នឹងដែរគឺបងប្អូនអាចដាក់ទៅតាមចំណង់និងចំណូលចិត្តរបស់បងប្អូនផ្ទាល់ឧទាហរណ៍ថាបងប្អូនចង់បាន comment របៀបម៉េចអញ្ចឹងបងប្អូនអាចដាក់ comment របៀបនឹងបានណាបងប្អូនឧទាហរណ៍ដូចជាពាក្យ cute ឬក៏ beautiful ឬក៏ amazing អីគឺបងប្អូនអាចដាក់បានអាចសរសេរបានទៅតាមចិត្តរបស់បងប្អូនហើយសម្រាប់ការទិញ comment នឹងដែរគឺខ្ញុំទិញតាមរយៈ website ខ្មែរ SMM មកបងប្អូនអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចចូលមកក្នុង account Facebook របស់បងប្អូនសិនមកដើម្បីចូលមកយក link ជាមុនសិនបងប្អូនគ្រាន់តែជ្រើសរើសផុសណាមួយដែលបងប្អូនចង់ដាក់ comment ហើយបន្តមកទៀតបងប្អូន copy link ដើម្បីយកទៅផាសនៅក្នុង website ឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសផុសមួយនេះបងប្អូនហើយបន្តមកទៀតបងប្អូនឃើញសញ្ញាត្រី3ដែលនៅខាងលើនឹងអត់បងប្អូនចុចនៅលើសញ្ញាត្រី3នឹងមកបន្តមកទៀតបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពី copy link បានហើយបងប្អូនអាចធ្វើការចេញពីក្នុង Facebook របស់បងប្អូនដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែចូលទៅក្នុង browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាបើសម្រាប់ខ្ញុំគឺខ្ញុំចូលតាមរយៈ Chrome បងប្អូនហើយបន្តមកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMMបងប្អូនចុច go នៅខាងក្រោមនេះមកហើយខាងលើនេះដែរគឺជាដំណើរ link ចូលទៅក្នុង website របស់យើងអញ្ចឹងបងប្អូនចុចនៅលើ link នឹងមកដើម្បីចូលទៅក្នុង website ផ្ទាល់តែម្ដងសម្រាប់បងប្អូនដែលបានចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link នោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បានចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីសេវាកម្មដែលទាក់ទងជាមួយនឹង Facebook របស់បងប្អូនគឺគន្លឹះនៃការទិញ comment Facebook អញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ logo Facebook នេះសិនមកបន្តមកទៀតបងប្អូនអុសមកក្រោមដើម្បីចុចនៅកន្លែង category នេះនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook របស់បងប្អូនគឺមានដូចជាប្រភេទ Facebook page follower Facebook report Facebook view ហើយនិង Facebook video view ហើយយើងមានច្រើនទៀតណាបងប្អូនប៉ុន្តែបងប្អូនបន្តអុសមកក្រោមទៀតមកដើម្បីរកមើលពាក្យ Facebook comment ណាបងប្អូនសម្រាប់ Facebook comment នឹងដែរគឺយើងមានពី3ជម្រើសបងប្អូនជ្រើសរើសសម្រាប់ជម្រើសទាំងអស់នឹងដែរបងប្អូនពេញចិត្តឬក៏ស្រឡាញ់នៅជម្រើសមួយណាបងប្អូនអាចធ្វើការជ្រើសរើសបានណាបងប្អូនបើសម្រាប់ខ្ញុំគឺខ្ញុំធ្វើការជ្រើសរើស Facebook comment S1 ហ្នឹងណាបងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែងហ្នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតទៅដល់សេវាកម្មដែលមានតម្លៃរៀងខ្ពស់បងប្អូនសម្រាប់សេវាកម្មទាំងអស់ហ្នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសសេវាកម្មមួយហ្នឹងបានអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ហើយនៅក្នុងនេះដែរគឺយើងមាន comment ពីរប្រភេទរបស់បងប្អូនគឺទី1គឺ comment custom ហើយទាំងទី2គឺជា comment random របស់បងប្អូនចង់ដឹងថា comment custom ហើយនិង comment random នឹងខុសគ្នារបៀបម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលជាដំបូងខ្ញុំនឹងតេស្តទៅលើ comment random របស់បងប្អូនសម្រាប់ comment random នឹងដែរគឺនៅកន្លែង quantity នឹងគឺបងប្អូនអាចចូលមកដាក់ចំនួនស្រាប់តែម្ដងបងប្អូនសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី25 comment ទៅដល់ 5000 comment ណាបងប្អូននៅចន្លោះតួលេខនឹងដែរគឺបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម25 comment និងច្រើនបំផុតគឺត្រឹម 5000 comment ណាបងប្អូនឧទាហរណ៍ថាខ្ញុំដាក់ចំនួន100 comment ណាបងប្អូននៅពេលដែលបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយនៅកន្លែងឆាតនោះនឹងគិតលុយស្រាប់ឲ្យបងប្អូនតែម្ដងប៉ុន្តែកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន comment ដែលបងប្អូនបានដាក់នៅខាងលើហ្នឹងណាបងប្អូនបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនត្រឡប់ទៅមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នោះដែរគឺបងប្អូនធ្វើការផាស link ដែលបងប្អូនបាន copy ពីដើមវីដេអូមកបងប្អូនបន្ទាប់ពីបងប្អូនដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតហើយបងប្អូនចុចនៅពាក្យ submit នៅខាងក្រោមហ្នឹងគឺជាការស្រេចឲ្យបងប្អូនសម្រាប់ comment random គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលខ្លាំងមែនទេហើយបន្តមកទៀតបងប្អូនមើលនៅ comment custom វិញម្ដងសម្រាប់ comment custom នឹងដែរគឺនៅកន្លែង quantity នឹងបងប្អូនអាចចូលទៅដាក់ចំនួនដែលបងប្អូនចង់បានស្រាប់ទេគឺតម្រូវឲ្យបងប្អូនសរសេរនៅត្រង់កន្លែងនេះបងប្អូនសម្រាប់កន្លែងនឹងដែរគឺបងប្អូនចង់សរសេរយ៉ាងម៉េចក៏បានដែរអាស្រ័យទៅលើបងប្អូនផ្ទាល់បងប្អូនចង់ឲ្យគេថា comment លើ post របស់បងប្អូនរបៀបម៉េចអញ្ចឹងបងប្អូនសរសេររបៀបហ្នឹងមកបងប្អូនហើយសម្រាប់ការសរសេរនឹងដែរគឺមួយ line ស្មើនឹងមួយ comment ណាបងប្អូនហើយដែលបងប្អូនសរសេរបាន 2-3 បន្តិចអញ្ចឹងនៅកន្លែង quantity នឹងក៏លោត 2-3 តាមនឹងដែរបងប្អូនអញ្ចឹងខ្ញុំនឹងសរសេរជាគំរូឲ្យបងប្អូនមើលឧទាហរណ៍ថាខ្ញុំសរសេរពាក្យ wonderful អញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលខ្ញុំសរសេរបានមួយអញ្ចឹងវានឹងលោតចំនួនមួយឲ្យនៅខាងលើនឹងតែម្ដងបងប្អូនហើយខ្ញុំនឹងចុះបន្តសរសេរមួយ comment ទៀត
ដោយកន្លែងនឹងដែរគឺខ្ញុំសរសេរបានពី comment អញ្ចឹងនៅកន្លែង quantity ហ្នឹងក៏លោតលេខ2មកឲ្យដែរបងប្អូនសម្រាប់កន្លែងនេះដែរគឺខ្ញុំសូមធ្វើការកាត់វីដេអូបន្តិចបងប្អូនដើម្បីកុំឲ្យវីដេអូហ្នឹងវាវែងឆ្ងាយពេកអញ្ចឹងនៅពេលដែលខ្ញុំសរសេរបានចំនួន5បន្ទាត់អញ្ចឹងនៅកន្លែង quantity ហ្នឹងក៏លោតចំនួនលេខ5មកឲ្យដែរបងប្អូននៅពេលដែលខ្ញុំដាក់ចំនួន5 comment ហ្នឹងដែរអញ្ចឹងនៅកន្លែងឆាតគឺអស់លុយប៉ុណ្ណឹងបងប្អូនសម្រាប់កន្លែងហ្នឹងដែរគឺវាប្រែប្រួលអាស្រ័យទៅលើចំនួន comment ដែលបងប្អូនបានដាក់នៅខាងលើបើសិនជាបងប្អូនដាក់ចំនួនលើសពី5អញ្ចឹងកន្លែងឆាតហ្នឹងក៏ប្រែប្រួលទៅតាមនឹងដែរបងប្អូនហើយសម្រាប់សេវាកម្មដែលខ្ញុំបានជ្រើសរើសនឹងដែរគឺបងប្អូនរងចាំរយៈពេល37នាទីបន្ទាប់ពីបងប្អូនបានចុច submit បន្ទាប់ពីបងប្អូនបានសរសេរនៅចំនួនដែលបងប្អូនចង់បានអស់ហើយបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុង account Facebook របស់បងប្អូនហើយបងប្អូនជ្រើសរើស post ណាមួយដែលបងប្អូនចង់ដាក់ comment បន្តមកទៀតបងប្អូន copy link post នោះដើម្បីយកមកផាសនៅក្នុង website នេះវិញបងប្អូនហើយសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹងលោតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសហ្នឹងគឺបងប្អូនអាចផាស link នឹងបានហើយបន្តមកទៀតបងប្អូនគ្រាន់តែពិនិត្យមើលម្ដងទៀតនៅសេវាកម្មខាងលើដែលបងប្អូនបានជ្រើសរើសហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាត្រឹមត្រូវអស់ហើយបងប្អូនគ្រាន់តែចុចពាក្យ submit ដែលនៅខាងក្រោមនេះបន្ទាប់ពីបងប្អូនចុច submit ហើយនៅនឹងលោតវិក័យប័ត្របែបនេះមកបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល37នាទីបន្ទាប់ពីបងប្អូនបានចុច submit ហើយប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវឲ្យបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីគន្លឹះនៃការទិញ comment Facebook ក៏បញ្ចប់តែត្រឹមហ្នឹងក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ